ក្នុងឆ្នាំ2025នេះព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធរៀបចំនៅមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របែបសាសនាគឺព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធឡើងនៅបរិវេណក្តារបែនប្រាសាទអង្គរវត្តខេត្តសៀមរាបដោយទទួលបាននៅមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះព្រះរាជវត្តមានដ៏ប្រពៃថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជាជាប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃនិងគួរឲ្យស្ងប់ស្ងាត់គឺជាមហាកិត្តិយសរបស់ប្រជារាស្ត្រកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជានិងបានបង្ហាញឲ្យឃើញអំពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដើម្បីចម្រើននូវសេចក្តីសុខភាពរុងរឿងក្នុងសង្គមជាតិរក្សាបាននូវសុខសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើដែនដីអច្ឆរិយៈរបស់ខ្មែរដង្ហែតាមព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របែបសាសនានេះគឺជាគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យព្រះរាជពិធីបួងសួងនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្រៃលែងនិងនាំមកនូវសេចក្តីសុខចម្រើនបញ្ជៀសនៅអពមង្គលផ្សេងព្រមទាំងថ្វាយព្រះរាជសព្វសាធុការពរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជាព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់បានជួបប្រទះតែសេចក្តីសុខសន្តិភាពនិងបានចម្រើននៅក្នុងជីវភាពសង្គមគ្រប់ក្រុមគ្រួសារក្នុងព្រះរាជហឫទ័យទុកដាក់ថែរក្សាសម្បត្តិវប្បធម៌ដែលជាស្នាដៃដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រខ្មែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងសម្ពោធព្រះមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមគង់លើអស្វរាជនៅខាងមុខព្រះវិហារព្រះកៅមរកតនៃព្រះឧបោសថរតនារាមព្រះកៅមរកតក្នុងព្រះបរមរាជវាំងក្នុងឱកាសនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងទតពិព័រណ៍រូបថតឯកសារស្ដីពីប្រវត្តិនិងការវិវត្តនៃព្រះមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមគង់លើអស្វរាជក្នុងបរិវេណព្រះឧបោសថរតនារាមព្រះកៅមរកតព្រះបរមរូបព្រះបាទនរោត្តមត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តមក្នុងចុល្លសករាជ1222ដែលត្រូវជាគ្រិស្តសករាជ1860ចាប់តាំងពីពេលនោះមកមានការកសាងមណ្ឌបថ្វាយព្រះបរមរូបជាហូរហែមានពីរប្រភេទទី1មណ្ឌបមានសសរទ្រដំបូលចតុកោណ4ជ្រុងនិងបន្ថែមក្បាច់លម្អកំពូលម៉ែត្រទាំង4ភ្ជាប់គ្នាដោយក្បាច់បាញ់រកា2ដំបូលប្រភេទទី2ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរព្រះបាទនរោត្តមសីហនុ
ដែលបានសម្ពោធនៅក្នុងខែវិច្ឆិកាឆ្នាំ1955មណ្ឌពនេះមានអាយុកាល69ឆ្នាំគិតត្រឹមឆ្នាំ2024នេះព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់ប្រថាប់បំពេញព្រះរាជកិច្ចដ៏ឧត្តមឧត្តមនេះគឺបង្ហាញអំពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គក្នុងការថែរក្សានៅព្រះរាជសមិទ្ធផលដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះបរមអតីតព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីខ្មែរដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃជាក់ស្ដែងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះសម្ដេចជាវាំងគង់សំអល់ដែលជាស្ថាបត្យករដ៏កំពូលមួយរូបរបស់ជាតិនិងបន្តរហូតដល់សម្ដេចមហាមន្ត្រីគុយសុផលបានគោរពដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបន្តរហូតដល់រជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការជួសជុលកែលម្អព្រះរាជសមិទ្ធផលគ្រប់ផ្នែកនៅក្នុងព្រះបរមរាជវាំងឲ្យមានសោភ័ណភាពយ៉ាងស្រស់បំព្រងមានគុណភាពជាប់រឹងមាំយូរអង្វែងដោយរក្សានៅស្ថាបត្យកម្មដើមនៅដដែលដើម្បីកូនចៅខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីព្រះរាជកេរមរតកដ៏ថ្លៃថ្លារបស់ព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរនិងយល់ដឹងអំពីវប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរដែលមានភាពល្បីល្បាញតាំងពីបុរាណកាលតរៀងមកព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់ប្រថាប់បំពេញព្រះរាជកិច្ចទៅតាមព្រះរាជបវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរក្នុងឱកាសដ៏ប្រពៃនេះគឺបានបង្ហាញអំពីព្រះរាជហឫទ័យគោរពនឹករលឹកនិងថ្លែងអំណរព្រះមហាករុណាធិគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរដែលនៅក្នុងរជ្ជកាលរបស់ព្រះអង្គបានខិតខំបម្រើប្រទេសជាតិនិងប្រជានុរាស្ត្រកម្ពុជាបានប្រកបទៅដោយសេចក្តីសុខសន្តិភាពនិងភាពត្រជាក់ត្រជុំចម្រុងចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យនៅថ្ងៃទី7ខែធ្នូឆ្នាំ2024ដែលជាថ្ងៃបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាគម្រប់ខួប20ឆ្នាំនិងជាខួបលើកទី33នៃគណៈធម្មយុត្តិកនិកាយខ្មែរ7ធ្នូ1991 7ធ្នូ2024ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីត្រូវបានប្រារព្ធរៀបចំព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ថិតនៅក្នុងវត្តស្វាយពពែសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងក្នុងព្រះរាជពិធីប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះគឺបានបង្ហាញអំពីព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានគោរពដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តមឧត្តមពីព្រះករុណាព្រះវររាជបិតាសុខាភិបាលជាតិព្រះបរមរតនកោដ្ឋ
និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លាសម្រាប់ការកសាងអគារមន្ទីរពេទ្យមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពនៅតាមទីកន្លែងនានាឱសថនិងគ្រឿងបរិក្ខារផ្សេងសម្រាប់កិច្ចដំណើរការនៃសកម្មភាពព្យាបាលរបស់មន្ទីរពេទ្យមណ្ឌលសុខភាពទទួលបានជោគជ័យជាដរាបរៀងមកសូមបញ្ជាក់ជូនថាប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីស្ថិតក្នុងអតីតទីចាត់ការទូទៅគណៈសង្ឃនាយកគណៈធម្មយុត្តក្នុងបរិវេណវត្តស្វាយពពែមានបណ្ដោយប្រវែង15ម៉ែត្រទទឹង 12,70 ម៉ែត្រនិងកម្ពស់ប្រវែង 8,3 ម៉ែត្រដែលមាន2ជាន់5បន្ទប់និងសាលប្រជុំមួយត្រូវបានជួសជុលរៀបចំកែលម្អឡើងវិញដោយទទួលបានការឧបត្ថម្ភគ្រឿងបរិក្ខារវិទ្យាសាស្ត្រនិងបច្ចេកទេសផ្សេងរួមទាំងថវិកាជួសជុលនិងថ្នាំពេទ្យព្រមទាំងទទួលបានការឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់សម្រាប់ដឹកអ្នកជំងឺពីសប្បុរសជនជាច្រើនរូបផងដែរក្នុងព្រះរាជពិធីដ៏វិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យថ្វាយព្រះរាជទ្រព្យចំនួន$5,000សហរដ្ឋអាមេរិកថ្វាយសម្ដេចព្រះអភិសិរិយសកុន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតប៊ូគ្រីដើម្បីថ្វាយនៅការរួមចំណែកថែរក្សាព្យាបាលសុខភាពប្រគេនព្រះសង្ឃជូននិស្សិតនិងបងប្អូនប្រជារាស្ត្ររបស់ព្រះអង្គមហាកុដសម្ដេចព្រះសង្ឃរាជជួនណាតនិងវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរស្ថិតនៅក្នុងវត្តឧណាឡោមសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធបើកឲ្យដំណើរការប្រើប្រាស់នៅព្រឹកថ្ងៃទី17ខែកុម្ភៈឆ្នាំ2025ពិធីនេះទទួលបាននូវមហាកិត្តិយសដ៏ឧត្តមឧត្តមក្រៃលែងដោយមានព្រះរាជវត្តមានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធសមិទ្ធផលដ៏ឧត្តមឧត្តមនេះដែលប្រកបទៅដោយបរិយាកាសដ៏មហោឡារិកអធិកអធមជាទីបំផុតព្រះរាជវត្តមានដ៏ឧត្តមឧត្តមនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងបំពេញព្រះរាជកិច្ចដ៏ឧត្តមឧត្តមនេះគឺជាការគោរពដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតនិងនៅគ្រប់ពេលវេលាចំពោះការរីកចម្រើនរុងរឿងលើគ្រប់វិស័យរបស់ប្រទេសជាតិនៅក្នុងឱកាសយាងសម្ពោធប្រោសព្រះរាជទានបើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលដ៏វិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន$5,000អាមេរិកនិងព្រះរាជទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតព្រះចៅអធិការវត្តឧណាឡោមដើម្បីប្រគេននៅការរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាក្នុងវត្តឧណាឡោមនេះ
ក្នុងព្រះរាជកិច្ចលើកកម្ពស់វិស័យច្បាប់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងក្នុងព្រះបរមនាមព្រះអង្គគង់ប្រថាប់ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចក្នុងព្រះរាជកិច្ចដ៏ឧត្តមឧត្តមនេះនិងបានយាងគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដំណើរការយ៉ាងប្រពៃរហូតដល់សម័យប្រជុំលើកទី38ក្រោមការគង់ប្រថាប់ជារាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនិងការប្រោសព្រះរាជទាននៅព្រះរាជតម្រិះដ៏ថ្លៃថ្លាពីព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានធ្វើឲ្យការបើកសម័យប្រជុំរាល់លើកដើម្បីពិនិត្យពិភាក្សានិងអនុម័តនៅរបៀបវារៈក្នុងសម័យប្រជុំនីមួយៗរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានប្រព្រឹត្តទៅដោយមានកិច្ចដំណើរការយ៉ាងរលូនក្នុងស្មារតីស្នេហាជាតិខ្ពស់និងស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យគតិយុត្តសម្ដៅជំរុញឲ្យព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជានីតិរដ្ឋយ៉ាងពិតប្រាកដសង្គមជាតិទទួលបាននូវយុត្តិធម៌សាមគ្គីធម៌និងសេចក្តីសុខចម្រុងចម្រើនព្រះរាជសកម្មភាពដ៏វិសេសវិសាលដែលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាចំនួន8រូបក្នុងនោះមានឯកឧត្តមកុយគួងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងប្រចាំរដ្ឋមិចស៊ីកូឯកឧត្តមប្រាក់ងួនហុងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីលលោកជំទាវរតនានីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌាសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់និងសាធារណរដ្ឋម៉ាល់ឌីវឯកឧត្តមជេងម៉ានិតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាឯកឧត្តមជាច័ន្ទបរិបូរណ៍ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីប្រទេសរ៉ូម៉ានីសាធារណរដ្ឋក្រិកសាធារណរដ្ឋស៊ីបសាធារណរដ្ឋលីទុយអានីសាធារណរដ្ឋលេតូនីនិងសាធារណរដ្ឋអេស្តូនីឯកឧត្តមជ័យរដ្ឋាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេដារ៉ូសាឡាំលោកជំទាវគឹមសួរសុវណ្ណារីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបែលហ្សិកប្រទេសអូទ្រីសហូឡង់លុចសំបួរនិងអមសហភាពអឺរ៉ុបឯកឧត្តមសិនសារៀមឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីនមានមហាកិត្តិយសបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិនក្នុងព្រះបរមរាជវាំងដើម្បីក្រាបថ្វាយបង្គំលាព្រះមហាក្សត្រមុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់ឯកឧត្តមលោកជំទាវឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតកម្ពុជាបានថ្វាយនៅសេចក្តីអំណរព្រះរាជគុណជាអនេកប្បការថ្វាយព្រះមហាករុណាធិគុណដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅការតែងតាំងឯកឧត្តមលោកជំទាវទាំង8រូបជាឯកអគ្គរដ្ឋទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបណ្ដាប្រទេសជាមិត្ត
ឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតបានទូលថ្វាយអំពីសេចក្តីខិតខំប្រឹងប្រែងយកអស់លទ្ធភាពធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងបណ្ដាប្រទេសជាមិត្តទាំងអស់ខាងលើមានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានពរចំពោះឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតគ្រប់រូបសូមសម្រេចទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏វិសេសវិសាលរបស់ឯកឧត្តមលោកជំទាវដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាព្រមទាំងបានប្រកបនៅព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីឃ្លៀងឃ្លាតឡើយក្នុងឱកាសដ៏ប្រសើរនេះដែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ចំពោះឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតគ្រប់រូបសូមជួយផ្សព្វផ្សាយអំពីការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងបន្តដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យសង្គមជាតិយើងរក្សាបាននូវសេចក្តីសុខសន្តិភាពស្ថិរភាពឯកភាពជាតិនិងការអភិវឌ្ឍលើគ្រប់ផ្នែកដោយឥតឈប់ឈរព្រះរាជកិច្ចដ៏ឧត្តមឧត្តមមួយទៀតដែលព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជាខ្លាំងដើម្បីផលប្រយោជន៍របស់សង្គមជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាថែមទៀតនោះគឺព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិជាមួយនឹងអង្គទូតត្រូវបានបញ្ចប់បេសកកម្មនៅកម្ពុជានៅក្នុងព្រះរាជកិច្ចយាងទទួលជួបអិសរាជជនអ្នកការទូតនៃបណ្ដាប្រទេសជាមិត្តដែលបានបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយត្រូវបានបញ្ចប់អាណត្តិប្រកបដោយលទ្ធផលជាផ្លែផ្កានិងសូមការប្រោសព្រះរាជទានចូលក្រាបបង្គំគាល់និងថ្វាយបង្គំលាព្រះមហាក្សត្រដើម្បីចេញទៅបំពេញភារកិច្ចថ្មីអង្គទូតដែលបានបញ្ចប់អាណត្តិនៅកម្ពុជាមានឯកឧត្តមវៀនហ៊ុយតាំងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងព្រះរាជកិច្ចនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យចូលរួមអបអរស្វាគមន៍ដោយសេចក្តីកោតសរសើរយ៉ាងកក់ក្ដៅចំពោះលទ្ធផលយ៉ាងគប្បប្រសើរដែលឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមខិតខំប្រឹងប្រែងសម្រេចបានក្នុងការបំពេញភារកិច្ចដ៏ឧត្តមឧត្តមរបស់ឯកឧត្តមនៅកម្ពុជាដែលជោគជ័យនៅក្នុងអាណត្តិរបស់ឯកឧត្តមមានគុណប្រយោជន៍ដ៏សំខាន់ក្នុងការបន្តជំរុញឲ្យទំនាក់ទំនងនៃចំណងមេត្រីភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងកាន់តែត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងភាពរីកចម្រើនរឹងមាំនិងឋិតថេរជានិច្ចនិរន្តរ៍លើការបំពេញព្រះរាជកិច្ចវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ថែមទៀតក្នុងព្រះរាជកិច្ចទំនាក់ទំនងការងារការទូតជាមួយនឹងបណ្ដាប្រទេសជាមិត្តនៅលើពិភពលោកដោយបានប្រារព្ធព្រះរាជពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតដែលបានការតែងតាំងជាអង្គទូតថ្មីជំនួសអង្គទូតចាស់ដែលត្រូវបានបញ្ចប់អាណត្តិអង្គទូតដែលបានចូលថ្វាយបង្គំគាល់និងថ្វាយសារតាំងព្រះមហាក្សត្រមានជាច្រើនប្រទេសដូចជាឯកឧត្តមម៉ាសាណេសនូគូគីនតេសឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្គាំប៊ី
ឯកឧត្តមដានីអាណាន់ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រដាណឺម៉ាកឯកឧត្តមស្តេហ្វាណូប៉ូឌីនីឯកអគ្គរដ្ឋទូតនៃ Sovereign Military Order of Malta ឯកឧត្តមវ៉ាន់ឡាល់វ៉ាវណាបាវិតលុងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាឯកឧត្តម Luis de Albuquerque Veloso ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ូទុយហ្គាល់ឯកឧត្តមដាន់បាហាល់ឌូអូលីឯកអគ្គរដ្ឋទូតនៃប្រទេសនេប៉ាល់ឯកឧត្តមវៀនមិញវូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោកជំទាវគ្រីស្ទីណាគូវ៉ាចាសាន់ថូពូលូសឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វាំងឡង់ឯកឧត្តមម៉ាទីនឆាលឯកអគ្គរដ្ឋទូតនៃប្រទេស Commonwealth Dominic លោកជំទាវអេឌីរីស៊ីងហេអារ៉ាប់ឈីឡេតស្រីយ៉ានីវីយ៉ាយ៉ានធីអេឌីរីស៊ីងហេឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លានេះជាសក្ខីភាពបង្ហាញឲ្យឃើញពីគោលជំហររបស់ប្រទេសជាមិត្តក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាដែលជារដ្ឋមួយមានខឿនឯករាជ្យសន្តិភាពប្រជាធិបតេយ្យក្នុងបូរណភាពទឹកដីនិងអាស្រ័យដោយកម្ពុជាមានគោលជំហរដ៏រឹងប៉ឹងក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិឯកភាពជាតិនៅក្រោមម្លប់ព្រះតេជះបារមីដ៏ត្រជាក់ត្រជុំរបស់ព្រះមហាក្សត្រដែលជាឱកាសដ៏ល្អប្រសើរបំផុតធ្វើឲ្យរាជរដ្ឋាភិបាលស្ថាប័នជាតិនិងប្រជារាស្ត្រកម្ពុជាបន្តខិតខំពួតដៃគ្នាកសាងសង្គមជាតិក្រោយពីការទទួលរងនៅការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទាំដោយសារសង្គ្រាមជាតិរបស់ប្រល័យពូជសាសន៍បានប្រែមុខមាត់ថ្មីទៅជាប្រទេសមួយដែលកំពុងមានការរីកលូតលាស់ជាជំហានសម្ដៅឈានឆ្ពោះទៅរកអរិយធម៌ដ៏រុងរឿងដូចដើមឡើងវិញជាងនេះទៅទៀតការភ្ជាប់ទំនាក់ទំនងការទូតនៃបណ្ដាប្រទេសជាមិត្តនៅលើសកលលោកជាមួយនឹងកម្ពុជាក៏មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយការបរទេសរបស់កម្ពុជាដែលបានប្រកាន់ខ្ជាប់ជានិច្ចនៅអរិយាប័ត្រនិងសុឆន្ទៈដ៏ល្អថ្លៃថ្នូរនៃការគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងមិនធ្វើឲ្យខូចផលប្រយោជន៍របស់ប្រទេសដទៃនោះដែរព្រមជាមួយនេះព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងថ្នាក់ដឹកនាំកំពូលរបស់ជាតិយើងបានខិតខំធ្វើទំនាក់ទំនងល្អជានិច្ចជាមួយនឹងបណ្ដាប្រទេសជិតឆ្ងាយដើម្បីកម្ពុជាកាន់តែមានប្រិយមិត្តបរទេសនៅគ្រប់តំបន់គ្រប់ទ្វីបទូទាំងសកលលោកដ៏ច្រើនថែមទៀតដើម្បីនាំមកនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចំពោះព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជាមិត្តដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានចូលក្រាបថ្វាយបង្គំគាល់មានជាច្រើនគណៈប្រតិភូជាក់ស្ដែងកាលពីចុងឆ្នាំ2024កន្លងទៅនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយឯកឧត្តមបណ្ឌិតសនសាយស៊ីផាន់ដននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលក្រាបថ្វាយបង្គំគាល់ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតនិងលោកជំទាវអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេលចំនួន2ថ្ងៃចាប់ពីថ្ងៃទី4ដល់ទី5ខែធ្នូឆ្នាំ2024ក្នុងព្រះរាជសវនាការដ៏វិសេសវិសាលនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង
ព្រះអង្គមានព្រះរាជហឫទ័យមោទនភាពខ្ពស់ចំពោះភាពលូតលាស់យ៉ាងស្រស់បំព្រងនៃចំណងសាមគ្គីភាពមហាមិត្តភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាឡាវតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នជាពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនរឹងមាំក្នុងលក្ខណៈល្អវិសេសវិសាលក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយការខិតខំប្រកបដោយភាពវាងវៃរបស់ថ្នាក់ដឹកនាំកម្ពុជាឡាវក្នុងជំនាន់មុនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានសម្ដែងនូវសេចក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបករដ្ឋាភិបាលនិងប្រជាជនឡាវដែលបានផ្ដល់នូវការគាំទ្រដ៏ថ្លៃថ្លាចំពោះប្រជាជាតិកម្ពុជាក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍនាពេលកន្លងមកព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានប្រោសព្រះរាជទានអំពីគោលជំហរដ៏ប្រពៃរបស់កម្ពុជានិងបន្តខិតខំថែមទៀតក្នុងការពង្រឹងនិងពង្រីកនៅទំនាក់ទំនងមិត្តភាពមហាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងឲ្យមានភាពស៊ីជម្រៅរវាងកម្ពុជាឡាវជាបងប្អូនដែលមានភូមិផងរបងជាមួយឲ្យកាន់តែមានភាពជិតស្និទ្ធនៅគ្រប់ពេលវេលាឯកឧត្តមបណ្ឌិតសុនសៃស៊ីផាន់ដននាយករដ្ឋមន្ត្រីឡាវបានថ្លែងអំណរព្រះរាជគុណគ្មានថ្ងៃបំភ្លេចបានចំពោះព្រះរាជវីរភាពដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការត្រួសត្រាយនៅមាគ៌ាផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងឡាវកម្ពុជាហើយព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លានេះត្រូវបានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានបន្តគោរពប្រណិប័តយ៉ាងល្អបំផុតក្នុងការថែរក្សានិងលើកកម្ពស់ទំនាក់ទំនងមហាមិត្តភាពឡាវកម្ពុជាឲ្យមានការរីកចម្រើនថ្កុំថ្កើងរហូតដល់សព្វថ្ងៃព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិនៅក្នុងប្រទេសដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនកម្មជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រថៃដឹកនាំដោយលោកជំទាវផែថងឋានស៊ីនវត្តនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេលចំនួន2ថ្ងៃចាប់ពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសាឆ្នាំ2025ក្នុងឱកាសនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យរំភើបរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជាថៃក្នុងរយៈពេលដ៏យូរលង់កន្លងមកដែលប្រជាជននៃប្រទេសយើងទាំងពីរមានភូមិផងរបងជាមួយបានរួមសុខរួមទុក្ខជាមួយគ្នាជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនិងបានបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរលោកជំទាវនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានទូលថ្វាយអំពីលទ្ធផលប្រកបដោយផ្លែផ្កាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាជាពិសេសគឺបានប្រារព្ធនៅពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី75នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរកម្ពុជាថៃក្នុងគោលបំណងពង្រឹងនិងពង្រីកបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរថៃកម្ពុជាមានព្រះរាជឱង្ការសំណេះសំណាលក្នុងឱកាសដ៏ថ្លៃថ្លានោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជហឫទ័យសង្ឃឹមថាដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ
នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកព្រមទាំងបាននាំមកនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសយើងទាំងពីរឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងស្មារតីមិត្តភាពដ៏យូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្រក្នុងព្រះរាជកិច្ចនៃទំនាក់ទំនងអន្តរជាតិជាបន្តមកទៀតគឺព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានប្រោសព្រះរាជទានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តមជិនថាញ់មិនប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភាធិកាធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជសវនកម្មដ៏វិសេសវិសាលនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គមានព្រះរាជហឫទ័យមោទនភាពខ្ពស់ចំពោះភាពលូតលាស់យ៉ាងស្រស់បំព្រងនៃចំណងសាមគ្គីភាពមហាមិត្តភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាវៀតណាមតាំងពីអតីតកាលរហូតពេលបច្ចុប្បន្នពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនរឹងមាំក្នុងលក្ខណៈល្អវិសេសវិសាលក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយការខិតខំប្រកបដោយភាពវាងវៃរបស់ថ្នាក់ដឹកនាំកម្ពុជាវៀតណាមក្នុងជំនាន់មុនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងបានសម្ដែងនូវសេចក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបករដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានផ្ដល់នូវការគាំទ្រដ៏ថ្លៃថ្លាចំពោះប្រជាជាតិកម្ពុជានាពេលកន្លងមកហើយសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្ដល់នូវជំនួយដ៏សប្បុរសរួមចំណែកធ្វើឲ្យកម្ពុជាមានលទ្ធភាពក្នុងកិច្ចការស្ដារនិងអភិវឌ្ឍប្រទេសឲ្យមានដំណើរការរីកចម្រើនជឿនលឿនជាជំហានឯកឧត្តមជិនថាញ់មិនបានថ្លែងអំណរព្រះរាជគុណគ្មានថ្ងៃបំភ្លេចបានចំពោះព្រះរាជវីរភាពដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការត្រួសត្រាយនៅមាគ៌ាផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមកម្ពុជាហើយព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លានេះត្រូវបានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានបន្តគោរពប្រណិប័តបានយ៉ាងល្អបំផុតក្នុងការថែរក្សានិងលើកកម្ពស់ទំនាក់ទំនងមហាមិត្តភាពវៀតណាមកម្ពុជាឲ្យមានការរីកចម្រើនថ្កុំថ្កើងរហូតដល់សព្វថ្ងៃឯកឧត្តមបានទូលថ្វាយបន្តថាតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិតទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិជាបន្តបន្ទាប់មកនេះបានឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យឲ្យបានកាន់តែខ្លាំងក្លារឹងមាំនិងស្ថិតស្ថេរយូរអង្វែងស្របតាមទិសស្លោកភាពជាអ្នកជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិនៅខាងក្រៅប្រទេសវិញព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាមមានរយៈពេលចំនួន2ថ្ងៃ
ចាប់ពីថ្ងៃទី28ដល់ទី29ខែធ្នូឆ្នាំ2024តបតាមសេចក្តីថ្វាយបង្គំសូមយាងពីសំណាក់ឯកឧត្តមលឿងគួងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងកិច្ចសវនាការនៃឱកាសនោះឯកឧត្តមលឿងគួងបានសម្ដែងនូវសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដោយឯកឧត្តមព្រមទាំងថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមមានឱកាសទទួលស្វាគមន៍ថ្វាយនៅព្រះរាជវត្តមានដ៏ឧត្តមឧត្តមជាថ្មីម្ដងទៀតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅលើទឹកដីដ៏បវរនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តមលឿងគួងក្នុងនាមថ្នាក់ដឹកនាំបករដ្ឋាភិបាលនិងប្រជាជនវៀតណាមបានថ្វាយព្រះពរនិងថ្លែងអំណរព្រះរាជគុណចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះគឺបានធ្វើឲ្យទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃដែលមានរយៈពេលដ៏យូរលង់ណាស់មកហើយរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជាវៀតណាមនឹងកាន់តែទទួលបាននូវភាពស្និទ្ធស្នាលនិងឋិតថេរជាអមតៈព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជឱកាសអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានយាងព្រះអង្គមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅលើទឹកដីដែលមានការរីកចម្រើនរុងរឿងរបស់ប្រជាជនវៀតណាមហើយព្រះរាជទស្សនកិច្ចនេះព្រះអង្គបានខិតខំធ្វើឲ្យទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រវត្តិសាស្ត្ររបស់ប្រជាជនយើងទាំងពីរនៅក្នុងទំព័រមាសនៃសករាជថ្មីនេះនឹងមានការរីកចម្រើនរឹងមាំជ្រាលជ្រៅគ្រប់ពេលវេលាក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាឱកាសនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយកព្រះកាយពលនិងព្រះបញ្ញាញាណដ៏ខ្ពង់ខ្ពស់ថែមទៀតក្នុងការយាងជួបទំនាក់ទំនងជាមួយអិសរាជជនជាន់ខ្ពស់វៀតណាមនិងយាងបំពេញព្រះរាជកិច្ចដោយទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅតាមតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយចំនួនរបស់ប្រជាជនវៀតណាមជាពិសេសព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងតូតវត្តខ្វាន់ស៊ូនិងព្រះវិហារអក្សរសាស្ត្រដែលជាទីសក្ការៈដ៏ល្បីល្បាញរបស់វៀតណាមតបតាមសេចក្តីក្រាបថ្វាយបង្គំសូមយាងពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនមានរយៈពេលចំនួន3ថ្ងៃចាប់ពីថ្ងៃទី19ដល់ទី21ខែធ្នូឆ្នាំ2024ក្នុងព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តមឧត្តមនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជាមួយឯកឧត្តមហ្វេងហ្វីលេខាបកខេត្តហៃណានព្រមទាំងឯកឧត្តមលោកជំទាវនិងមន្ត្រីជាន់ខ្ពស់នៃខេត្តហៃណានជាច្រើនរូបទៀតក្នុងឱកាសនោះឯកឧត្តមលេខាបកខេត្តបានថ្វាយព្រះពរស្វាគមន៍និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដែលព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាននាពេលនោះគឺបានសរបញ្ជាក់ឲ្យឃើញពីព្រះរាជហឫទ័យដ៏ប្រសើរថ្លៃថ្លានៃព្រះអង្គក្នុងការបន្តលើកកម្ពស់ចំណងមិត្តភាពមហាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសយើងទាំងពីរចិនកម្ពុជាឲ្យមានការរីកចម្រើនថ្កុំថ្កើងនិងជ្រាលជ្រៅថែមទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជឱកាសថាក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចដ៏ឧត្តមឧត្តមនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងជាការបន្តពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងជាប្រពៃណីមិត្តភាពភេទរភាពនិងសាមគ្គីភាពជាប្រវត្តិសាស្ត្រនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែប្រសើរឡើងថែមទៀត
រវាងមហាគ្រួសារប្រជាជនចិននិងប្រជាជនកម្ពុជាដែលមានជាយូរលង់ណាស់មកហើយចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ1950ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានស្ថាបនាស្ពាននៃចំណងមិត្តភាពសាមគ្គីភាពជាមួយថ្នាក់ដឹកនាំកម្ពុជានៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើនជំនាន់រហូតដល់ឯកឧត្តមស៊ីជីនពីងក្នុងពេលបច្ចុប្បន្ននេះក្នុងឱកាសយាងបំពេញព្រះរាជទស្សនកិច្ចដ៏ឧត្តមឧត្តមនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងស្ដេចយាងទតនៅតាមតំបន់វប្បធម៌ប្រវត្តិសាស្ត្រនិងការរីកចម្រើនរបស់មហាប្រជាជនចិនជាពិសេសព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងទតវត្តណាន់សានដែលជាទីអារាមមានវ័យចំណាស់និងមានភាពល្បីល្បាញនៅខេត្តហៃណានព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានប្រគេនព្រះតេជគុណយិនស៊ុននៅព្រះពុទ្ធបដិមាតាមរចនាបថខ្មែរសម្រាប់ជាសារណវត្ថុនៅក្នុងទីអារាមវត្តណានសាននេះព្រះតេជគុណមានសង្ឃដីកាថ្វាយដោយសេចក្តីរំភើបកោតស្ងប់ស្ងាញ់ជាខ្លាំងចំពោះព្រះរាជហឫទ័យទុកដាក់ខ្ពង់ខ្ពស់ជានិច្ចនៃអង្គព្រះករុណាព្រះមហាក្សត្រចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គនៅគ្រប់ទិសទីនាពេលកន្លងមកព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យយាងទតព្រះម៉ែគង់អ៊ីមដែលជាទីសក្ការៈដ៏ល្បីល្បាញក្នុងតំបន់ណានសាននៃខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិនតំបន់ណានសានជាផ្នែកមួយនៃភ្នំម្រាម5ដែលពីមុនគេហៅថាភ្នំអូសានដែលពោពេញទៅដោយវាលស្មៅដ៏ស្រស់បំព្រងនិងប្រណិតមានកម្ពស់487តំបន់ណានសានមានប្រវត្តិយូរលង់មកហើយតំបន់ទេសចរវប្បធម៌ណានសានមិនត្រឹមតែមានទេសភាពដ៏ស្រស់ស្អាតពោពេញដោយទេសភាពដ៏អស្ចារ្យនៃភ្នំសមុទ្រនិងសួនច្បារប៉ុណ្ណោះទេប៉ុន្តែក៏មានការផ្សំវប្បធម៌រួមបញ្ចូលគ្នាទាក់ទងនឹងវប្បធម៌ព្រះពុទ្ធសាសនាសុភមង្គលនិងភាពជាប់បានយូរនៃវប្បធម៌អេកូទំនៀមទម្លាប់ប្រជាប្រិយរឿងព្រេងប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យយាងទៅកាន់បណ្ឌិតសភាព្រះពុទ្ធសាសនាណានហៃដែលជាវិទ្យាស្ថានឧត្តមសិក្សាជំនាញផ្នែកសាសនាដែលត្រូវបានអនុវត្តជាផ្លូវការដោយរដ្ឋបាលរដ្ឋសម្រាប់កិច្ចការសាសនាបណ្ឌិតសភាចារត្រូវបានត្រួតពិនិត្យដោយនាយកដ្ឋានរណសេរីរួបរួម UFWD នៃគណៈកម្មាធិការខេត្តហៃណាននិងបង្កើតឡើងដោយសមាគមពុទ្ធសាសនានៃខេត្តហៃណានក្នុងនាមជាមហាវិទ្យាល័យពុទ្ធសាសនិកដ៏ទូលំទូលាយមួយដែលត្រូវបានបង្កើតឡើងប្រកបដោយគុណភាពខ្ពស់និងសោភ័ណភាពស្របតាមចក្ខុវិស័យរួមរបស់គណៈកម្មាធិការបកខេត្តនិងរដ្ឋាភិបាលខេត្តបណ្ឌិតសភាបានផ្ដល់នូវការអប់រំផ្នែកសមាធិព្រះពុទ្ធសាសនាការបណ្ដុះបណ្ដាលជំនាញការស្រាវជ្រាវវប្បធម៌ព្រះពុទ្ធសាសនានិងកម្មវិធីផ្លាស់ប្ដូរបរទេសមិនត្រឹមតែនៅទូទាំងប្រទេសចិនប៉ុណ្ណោះទេថែមទាំងនៅតំបន់អាស៊ីអាគ្នេយ៍ហុងកុងម៉ាកាវនិងតំបន់តៃវ៉ាន់ផងដែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យយាងទៅកាន់ឧទ្យានលូហ៊ូទូដែលជាទីតាំងដ៏ថ្កើងថ្កានក្នុងតំបន់ណានសានខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនឧទ្យានលូហ៊ូទូត្រូវបានបើកនៅឆ្នាំ1989និងគ្របដណ្ដប់លើផ្ទៃដីចំនួន 82.88 ហិកតាឧទ្យាននេះភូមិព័ទ្ធដោយសមុទ្រ3ខាងនិងម្ខាងទៀតជាប់នឹងទីប្រជុំជននៃទីក្រុងសានយ៉ាវាគឺជាកន្លែងដ៏ខ្ពស់ដើម្បីធ្វើឲ្យឧទ្យាននេះក្លាយជាកន្លែងដ៏ល្អតែមួយគត់អាចមើលទេសភាពបែបប៉ាណូរ៉ាមិកនៃទីក្រុងសានយ៉ានិងមើលសមុទ្រព្រមទាំងមើលថ្ងៃរះនិងថ្ងៃលិចបន្ទាប់មកព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យយាងទៅកាន់ទីក្រុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសានយ៉ាយ៉ាស៊ូបេដែលជាទីក្រុងដ៏ទំនើបជឿនលឿននិងជាទីប្រជុំជននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រ
ដែលផ្ដោតលើផ្នែកទាំង3នៃវិទ្យាសាស្ត្រគឺបច្ចេកវិទ្យាសមុទ្រជ្រៅនិងឧស្សាហកម្មសមុទ្រនិងសេវាកម្មទំនើបនៃសាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងផ្ទៃដីដែលបានគ្រោងទុកប្រហែល 4.02 គីឡូម៉ែត្រការ៉េទីក្រុងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃការបង្កាត់ពូជខុសរដូវគឺផ្ដោតលើឧស្សាហកម្មបង្កាត់ពូជខុសរដូវជាពិសេសបច្ចេកវិទ្យាបង្កាត់ពូជសត្វនិងរុក្ខជាតិការជួញដូរគ្រាប់ពូជអន្តរជាតិការជួញដូរកម្មសិទ្ធិធនធានគ្រាប់ពូជការជួញដូរកម្មសិទ្ធិបញ្ញាតាក់ទងនឹងគ្រាប់ពូជនិងវិទ្យាសាស្ត្រកសិកម្មឡាក់ហើយមានគោលបំណងបង្កើតមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់ជាតិដែលមានលក្ខណៈឧស្សាហូបនីយកម្មផ្ដោតលើទីផ្សារឯកទេសនិងទំហំសម្រាប់ការបង្កាត់ពូជខុសរដូវនិងមជ្ឈមណ្ឌលវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិចជាតិចំពោះព្រះរាជកិច្ចយាងទទួលជួបទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអិសរាជជនជាន់ខ្ពស់នៃបណ្ដាប្រទេសជាមិត្តដែលបានមកបំពេញដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ2025នេះមានជាច្រើនគណៈប្រតិភូជាពិសេសព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានប្រោសព្រះរាជទានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេលចំនួន2ថ្ងៃចាប់ពីថ្ងៃទី17និងទី18ខែមេសាឆ្នាំ2025ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងនៅព្រះរាជាណាចក្រកម្ពុជាដែលជាដំណើរទស្សនកិច្ចជាលើកទី2ក្នុងនាមជាប្រធានាធិបតីចិនព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសមហាកន្ធភ័ណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជាដែលជាគ្រឿងឥស្សរិយយសមានតម្លៃខ្ពង់ខ្ពស់បំផុតនិងព្រះរាជក្រឹត្យប្រោសព្រះរាជទានដល់ឯកឧត្តមស៊ីជីនពីងចំពោះការរួមចំណែកដ៏ឧត្តមឧត្តមរបស់ឯកឧត្តមនិងមហាប្រជាជនចិនក្នុងការអភិវឌ្ឍទំនាក់ទំនងកម្ពុជាចិនដែលជាការសរបញ្ជាក់អំពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាចិនក្នុងព្រះរាជសវនាការដ៏វិសេសវិសាលនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជហឫទ័យរំភើបរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជាចិនក្នុងរយៈពេលដ៏យូរលង់កន្លងមកជាពិសេសទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសយើងទាំងពីរមានការរីកចម្រើនក្នុងលក្ខណៈល្អវិសេសវិសាលអាស្រ័យដោយព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានចងស្ពានមេត្រីភាពជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាចិនក្នុងសម័យកាលមុនមានដូចជាឯកឧត្តមប្រធានម៉ៅសេតុងឯកឧត្តមប្រធានជូអែនឡាយព្រមទាំងថ្នាក់ដឹកនាំកម្ពុជាចិនក្នុងចំនួនក្រោយៗមកទៀតធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជាចិនមានការរីកចម្រើនរុងរឿងរហូតដល់សព្វថ្ងៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជឱកាសថាចិនកម្ពុជាបានកសាងសហគមន៍ជោគវាសនារួមដែលបានឈានដល់យុគសម័យថ្មីមានគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ហើយកិច្ចសហប្រតិបត្តិការត្បូងពេជ្របានជំរុញឲ្យកាន់តែស៊ីជម្រៅក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍដោយឯករាជ្យនិងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាជឿនលឿនឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយនៅសេចក្តីរំភើបរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពមហាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជាចិនជាបងប្អូនដែលមានរយៈពេលជាយូរលង់ណាស់មកហើយជាពិសេសទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនក្នុងលក្ខណៈល្អពិសេស
ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងភាពឆ្លៀសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកម្ពុជាចិនមានជាច្រើនជំនាន់ណាស់មកហើយការត្រួសត្រាយនៅមាគ៌ាដ៏ភ្លឺត្រចះត្រចង់ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសយើងទាំងពីរគោរពដង្ហែតាមក្នុងភាពប្រសើរខ្ពង់ខ្ពស់រហូតដល់សព្វថ្ងៃនេះឯកឧត្តមប្រធានាធិបតីស៊ីជីនពីងបានទូលថ្វាយអំពីមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំនិងមហាប្រជាជនចិននៅតែបន្តថ្វាយនៅការគាំទ្រការពិនិត្យព្យាបាលព្រះរាជសុខភាពថ្វាយព្រះរាជវង្សានុវង្សខ្មែរនិងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានទូលថ្វាយអំពីសភាពការរីកចម្រើននៅក្នុងប្រទេសចិននិងបានទូលថ្វាយអំពីគោលជំហរដ៏ប្រពៃរបស់ចិននៅក្នុងដំណើរទស្សនកិច្ចដ៏ឧត្តមឧត្តមរបស់ឯកឧត្តមនៅកម្ពុជានៅពេលនេះឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការសម្ដៅបន្តធ្វើឲ្យចំណងមេត្រីភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរមានការរីកចម្រើនរឹងមាំនៅគ្រប់ពេលវេលាយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេបានអញ្ជើញទទួលដង្វាយរបស់សាធារណរដ្ឋប្រជាមានិតចិនថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រគល់ជូនដោយឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដង្វាយដែលឯកឧត្តមឯកអគ្គរដ្ឋទូតចិនបាននាំយកមកប្រគល់ជូនតាមរយៈសម្ដេចមហាមន្ត្រីគួយសុផលនាឱកាសនេះមានព្រះទីនាំងរថយន្តដ៏ប្រណិត Mark Luxurious Hongqi H9 ចំនួន2គ្រឿងថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងរថយន្តចំនួន10គ្រឿងព្រមទាំងសម្ភារៈជាគ្រឿងបន្លាស់រថយន្តជាច្រើនជូនដល់ក្រសួងព្រះបរមរាជវាំងក្នុងឱកាសដ៏ឧត្តមឧត្តមថ្លៃថ្លានៃព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់20ព្រះវស្សានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមវ៉ាងវិនពីនបានពំនាំសេចក្តីថ្វាយព្រះសពសាធុការពរដ៏បវរមហាមង្គលពីឯកឧត្តមស៊ីជីនពីងនិងព្រះពរជ័យពីឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីសូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍និងព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
បាននាំយកព្រះរាជសារនិងព្រះរាជទ្រព្យចំនួន$50,000អាមេរិកដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជសារព្រះរាជទ្រព្យចំនួន$50,000អាមេរិកដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនកាកបាទក្រហមកម្ពុជាដែលទទួលដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាដើម្បីជាព្រះរាជឧបត្ថម្ភដ៏ឧត្តមឧត្តមក្នុងឱកាសខួបលើកទី162នៃទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហម8ឧសភាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុដើម្បីកាកបាទក្រហមកម្ពុជាយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សម្ដៅជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជាព្រះរាជហឫទ័យទុកដាក់ប្រកបដោយគុណប្រយោជន៍ដ៏សំខាន់បំផុតក្នុងវិស័យកសាងជាតិរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គមានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ប្រោសព្រះរាជទានសម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដឹកនាំមន្ត្រីបុគ្គលិកនៃក្រុមសម្ដេចឪកសាងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ឧត្តមឧត្តមដោយសម្រេចបានរួចរាល់ជាច្រើនកន្លែងលើការកសាងអគារសិក្សាក្រុមសម្ដេចឪអនុវត្តបានក្នុងរយៈពេលចំនួន4ខែនៅឆ្នាំនេះមានអគារពុទ្ធិកសិក្សា1ខ្នងកម្ពស់2ជាន់ស្មើ10បន្ទប់អគារទីចាត់ការនិងបណ្ណាល័យ1ខ្នងស្មើ2បន្ទប់អគារអនាម័យ1ខ្នង10បន្ទប់រៀបចំជើងទម្រអំពីបេតុងកម្ពស់3ម៉ែត្រធុងទឹកចំណុះ5000លីត្រចំនួន1និងខ្លោងទ្វាររបងថ្មផ្នែកខាងក្រោយនិងចំហៀមប្រវែង135ម៉ែត្រស្ថិតនៅពុទ្ធិកវិទ្យាល័យព្រះនរោត្តមសីហមុនីរាជាព្រៃវែងភូមិលេខ2សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែងនិងសាងសង់អគារសិក្សាចំនួន2ខ្នងស្មើ10បន្ទប់អគារអនាម័យ1ខ្នងស្មើ8បន្ទប់ខ្លោងទ្វាររបងថ្មកម្ពស់2ម៉ែត្រប្រវែង441.60ម៉ែត្រផ្នែកខាងមុខរបងបង្គោលបេតុងព័ទ្ធលូសបន្លាប្រវែង881.80ម៉ែត្រផ្នែកចំហៀងសងខាងក្រោយចាក់ក្រាលបេតុងទីធ្លាខាងមុខអគារសិក្សានិងផ្លូវចូលបន្ទប់ទឹកចំនួន876.60ម៉ែត្រការ៉េនិងរៀបចំដំឡើងឧបករណ៍ការពាររន្ទះមួយកន្លែងព្រះរាជសមិទ្ធផលទាំងនេះស្ថិតនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះនរោត្តមសីហមុនីរាជាបន្ទាយឆ្មារភូមិស្រះជ្រៃឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យអគារសិក្សាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រត្រូវបានសាងសង់អំពីឥដ្ឋដំបូលផ្ទងដៃរណែងដែកប្រក់ក្បឿងស៊ីម៉ង់ក្រាលការ៉ូបាតរៀបការ៉ូជើងជញ្ជាំងមានក្បាច់ជើងទៀនមានជាវាក្នុងនោះមានតុកៅអីគ្រូនិងសិស្សព្រមទាំងមានក្តារខៀនរៀបចំនៅតាមអគារនីមួយៗសំណង់មានគុណភាពជាប់រឹងមាំនិងមានសោភ័ណភាពយ៉ាងប្រណិតដូចគ្នាដើម្បីប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រនៅមូលដ្ឋានខាងលើដែលខ្វះអគារសិក្សាបានប្រើប្រាស់ជាសម្បត្តិសាធារណៈពិសេសទុកធ្វើជាថ្នាលបណ្ដុះចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សីឲ្យមានអនាគតដ៏ភ្លឺស្វាងដើម្បីបន្តវេនធានារ៉ាប់រងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិក្នុងរយៈពេលដូចគ្នានេះដែរលើការងារអន្តរាគមន៍ជីកស្ដារស្រះទឹកសម្រាប់បានស្រះទឹកមានទំហំបណ្ដោយ80ម៉ែត្រទទឹង60ម៉ែត្រជម្រៅ3ម៉ែត្រស្ថិតក្នុងបរិវេណវិទ្យាល័យកំពង់ស្រឡៅភ
ភូមិកំពង់សង្កែឃុំកំពង់ស្រឡៅមួយស្រុកឆែបខេត្តព្រះវិហារគួរកត់សម្គាល់ថាក្នុងការជីកស្រះទឹកនីមួយៗក្រុមសម្ដេចឪបានដឹកជញ្ជូនយកដីដែលបានមកពីការជីកស្រះទឹកទៅចាក់ធ្វើផ្លូវចូលទៅកាន់ស្រះទឹកចាក់បំពេញសម្អាតទីធ្លាក្នុងបរិវេណវត្តឬសាលារៀននិងជួយធ្វើឲ្យការប្រើប្រាស់ស្រះទឹកបានយូរអង្វែងទៀតផងក្នុងអំឡុងពេលដូចគ្នានេះដែរក្រុមសម្ដេចឪបានចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាភូមិថ្មីឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់មានទំហំ 7150 ម៉ែត្រគីបព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមនេះគឺជាព្រះរាជតម្រិះដ៏វិសេសវិសាលរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គតែងតែប្រោសព្រះរាជទានជាបន្តបន្ទាប់ដល់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គនៅក្នុងមូលដ្ឋានទាំងឡាយណាដែលជួបការលំបាកដើម្បីជាឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ជួយសម្រួលក្នុងការធ្វើដំណើររបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សមានភាពងាយស្រួលក្នុងការមកបំពេញការងារនិងការសិក្សារៀនសូត្រកាន់តែមានភាពល្អប្រសើរចំពោះការងារអន្តរាគមន៍ផ្នែកបូមទឹកក៏ជាចលនាមួយដ៏ប្រពៃដែលក្រុមសម្ដេចឪបានយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងស្វាហាប់ក្នុងការបូមទឹកបញ្ចូលស្រែប្រាំងនិងស្រោចស្រពលើផ្ទៃដីស្រូវវស្សារបស់កសិករនៅតាមមូលដ្ឋាននានាដែលជួបប្រទះនៅភាពរាំងស្ងួតក្នុងរដូវប្រាំងឆ្នាំនេះក្រុមសម្ដេចឪបានបូមទឹកជូនប្រជារាស្ត្រចំនួន3ទីតាំងក្នុងនោះនៅឃុំស្ដៅកោងស្រុកបាភ្នំខេត្តព្រៃវែងបានចំនួន 1274 ហិកតា នៅភូមិកោះថ្កូវស្រុកជលគិរីខេត្តកំពង់ឆ្នាំងសម្រេចបាន 2265 ហិកតានិងនៅឃុំកំពង់ព្រះគគីស្រុកបរិបូរខេត្តកំពង់ឆ្នាំងបានចំនួន 633 ហិកតាចំពោះព្រះរាជកិច្ចប្រោសព្រះរាជទាននៅព្រះរាជសមិទ្ធផលព្រះរាជអំណោយជាអណ្ដូងទឹកស្អាតក៏ត្រូវបានក្រុមសម្ដេចឪគោរពដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាលទ្ធផលនៅក្នុងរដូវប្រាំងឆ្នាំនេះក្រុមសម្ដេចឪបានខិតខំធ្វើការខួងអណ្ដូងទឹកស្អាតសម្រាប់បានរួចរាល់ជូនបងប្អូនប្រជារាស្ត្រនៅឃុំពពេលចំនួន10អណ្ដូងឃុំពេជ្រចង្វាចំនួន7អណ្ដូងឃុំផ្សារចំនួន10អណ្ដូងឃុំត្រពាំងច័ន្ទចំនួន5អណ្ដូងព្រមទាំងបានបន្តសកម្មភាពជីកអណ្ដូងទឹកស្អាតនៅក្នុងមូលដ្ឋាននេះនិងមូលដ្ឋានដទៃទៀតដែលខ្វះប្រភពទឹកប្រើប្រាស់នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងពោពេញទៅដោយសេចក្តីសោមនស្សរីករាយអធិកអធមនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកប្បការថ្វាយចំពោះព្រះមហាករុណាធិគុណដ៏ធ្ងន់បំផុតដែលព្រះអង្គបានលះបង់ទាំងព្រះកាយពលព្រះបញ្ញាញាណនិងព្រះរាជទ្រព្យដ៏ឧត្តមឧត្តមបំផុតដើម្បីប្រោសព្រះរាជទានជាព្រះរាជឧបត្ថម្ភក្នុងវិស័យអប់រំសិក្សាធិការកសិកម្មវប្បធម៌សាសនាសុខាភិបាលការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រមទាំងមានព្រះរាជហឫទ័យសន្តោសប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រទីតលក្រនិងព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបុព្វហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកកោនក្នុងភាពកក់ក្ដៅនាពេលកន្លងមក
ដើម្បីឆ្លើយតបទៅនឹងព្រះមហាករណាធិគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមបដិញ្ញារួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀរាល់ការលំបាកគ្រប់បែបយ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរគោរពដង្ហែតាមព្រះរាជតម្រិះដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្យានុភាពដ៏រុងរឿងថ្កើងថ្កានបានភ្ជាប់និស្ស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏ថ្កើងថ្កានព្រមជាមួយនេះសូមសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិនិងរីករាយចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាក្នុងព្រះរាជពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះតេជះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតិឆ័ត្រទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំម្សាញ់សប្តិស័កពុទ្ធសករាជ2569ព្រះនាមកោរិកទេវីនិងព្រះឥន្ទព្រះព្រហ្មជាដើមសូមជួយអភិបាលគ្រងរក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យបវរមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសូមព្រះអង្គបានសំប្រកបនៅព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ចាក់ផុតពីព្រះរោគីទាំងឡាយមានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មយឺនយូរជាងរយព្រះវស្សាដើម្បីព្រះអង្គគង់ប្រថាប់សោយសុខក្នុងព្រះបរមសារីរិកសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ក្សេមក្សាន្តសម្រាប់សន្តិភាពវិបុលភាពនិងភាពសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ